ហើយនេះពីមុខបងប្អូនមានការលក់ដូរចំណីអាហារគេលក់នៅរបបរាប់របងវត្តលើឡានច្រើនណាស់បងប្អូនអើយឡានច្រើនណាស់នៅពីមុខនោះគ្រប់ស្រីគ្រប់ម៉ាកគាត់ឈប់ទិញចំណីអាហារបងប្អូនចឹងកន្លែងនេះគឺស្ទះបងប្អូនស្ទះឥឡូវឡានចាប់ផ្ដើមសញ្ញោមកទៀតនេះឡានសញ្ញោចូលមកទៀតបន្តកតុយគ្នាបងប្អូនបាទភាសាកន្លែងនេះសាលារៀនផងវត្តផងផ្សារផងហើយតំបន់ទេសចរផងថ្ងៃធ្វើឲ្យមនុស្សកុញនៅទីនេះបងប្អូននេះបងប្អូនសិតតែថ្នោតទាំងអស់នេះលមកក៏ដឹកថ្នោតយកមកថែមបាទជម្រាបសួរពុកម៉ែបងប្អូនសាជាថ្មីពេលនេះគឺខ្ញុំកំពុងតែនៅលើផ្លូវលេខ57ពុកម៉ែបងប្អូនដែលជាផ្លូវទៅកាន់ខាងសំឡូតខាងបៃលិននេះហ្នឹងពុកម៉ែបងប្អូនហើយទិសដៅខ្ញុំកំពុងតែធ្វើដំណើរនេះគឺទិសដៅមកពីខាងបៃលិនចូលទៅកាន់ទឹកដីក្រុងបាត់ដំបងអញ្ចឹងមកដល់ចំណុចនេះគឺចំណុចគៀកជាមួយនឹងភ្នំសំពៅនេះភ្នំនេះគឺភ្នំសំពៅបងប្អូនណាភ្នំពុកម៉ែបងប្អូនបានឃើញហ្នឹងគឺភ្នំសំពៅមានបកគោអន្តែនៅពីលើបងប្អូនហ្នឹងភ្នំសំពៅក្រោយនោះភ្នំក្តោងភ្នំអីទេបងប្អូនអញ្ចឹងចិត្តដល់ភ្នំសំពៅហើយរសៀលហើយបងប្អូនម៉ោង 7:05 ហើយអញ្ចឹងឃើញថាផ្លូវនេះមហាមមាញឹកណាស់បងប្អូនមមាញឹកខ្លាំងមែនតើខ្ញុំកំពុងតែឆ្ងល់មនុស្សម្នាមកពីណាច្រើននេះចង់ប្រហាក់ប្រហែលជានឹងផ្លូវលេខ5គឺឡានម៉ូតូគឺចេញចូលអត់ដាច់ទេអញ្ចឹងយើងដឹងហើយថាផ្លូវលេខ57នេះគឺប្រជាពលរដ្ឋយើងមកពីខាងសំឡូតមកពីខាងបៃលិនអីហ្នឹងបងប្អូនដែលគាត់ចេញចូលនៅទឹកដីនៃក្រុងបាត់ដំបងអញ្ចឹងយើងផ្លូវនេះយើងឆ្លងកាត់ស្រុករតនមណ្ឌលមួយបងប្អូនស្រុកតែមួយនឹងឯងបងប្អូនទៅខាងមុខទៀតហ្នឹងគឺចូលស្រុករតនមណ្ឌលហើយបានយើងបែកផ្លូវទៅជាវទៅអីចូលដល់ខាងសំឡូតខាងអីឬក៏ទៅត្រង់ហ្នឹងចូលដល់ទឹកដីបៃលិនអីចឹងទៅអញ្ចឹងខ្ញុំធ្វើដំណើរយឺតទេអញ្ចឹងមកខាងនេះគេហៅថាភ្នំក្រពើបងប្អូនភ្នំក្រពើហ្នឹងជួភ្នំខាងក្រោមហ្នឹងគឺមានប្រជាពលរដ្ឋយើងរស់នៅច្រើនខ្ញុំធ្លាប់ជិះចូលថតឲ្យបងប្អូនបានទស្សនាហើយក្នុងភូមិហ្នឹងគឺសម្បូរដើមដូងណាស់បងប្អូនស្អាតដើមដូងពេលបោះដ្រូនគឺឃើញស្អាតមែនតើតែឥឡូវឡើងសម័យរឿងបោះដ្រូនហើយបងប្អូនតំបន់តាមនេះអត់អាចបោះដ្រូននេះបានទេបងប្អូនសម្បីតែថតនេះក៏ស្ទើរតែនឹងពិបាកនឹងថតផងដោយសារតែតំបន់នេះពុកម៉ែបងប្អូនធ្លាប់ដឹងហើយគឺកាលពីរវាងសង្គ្រាមខ្មែរនិងថៃក្នុងខែ12គឺកងទ័ពអាកាសថៃបានទម្លាក់ក្របនៅខាងភ្នំសំពៅហ្នឹងពុកម៉ែបងប្អូនអញ្ចឹងតាំងពីនឹងមកអ្នកភូមិតាមនេះគឺតែងតែមានការប្រុងប្រយ័ត្នពេលឃើញមានការថតមានការបង្ហោះដ្រូនអីហ្នឹងគឺអត់បានទេអូនេះក៏យន្តក៏ដឹកដលងស្ងួតបងប្អូនដលងមីស្ងួតចឹងយើងចិត្តដល់ច្រកចូលអាងកាពីងពួយហើយចឹងនៅចំណុចខាងមុខនេះគឺមានការដាក់លក់ចំណីអាហារបងប្អូនជាពិសេសនេះគឺផ្លែត្នោតនេះបងប្អូនផ្លែត្នោតច្រើនណាស់នេះត្នោតខ្ចីហ្នឹងបងប្អូនត្នោតខ្មែរយើងណានេះសាត្នោតខ្ចីត្នោតខ្ចីច្រើនណាស់ការលើកមុនអាជ្ញាធរបានរៀបចំខាងនេះគឺមានការលក់មកលើចំណីផ្លូវច្រើនណាស់បងប្អូនតែឥឡូវមិនឥឡូវយូរហើយបងប្អូនបានរៀបចំឲ្យមានការលក់ដូរឲ្យបានត្រឹមត្រូវកុំឲ្យលក់ដូរនៅលើចំណីផ្លូវណានេះបងប្អូនសិតតែថ្នោតទាំងអស់នេះលមកក៏ដឹកថ្នោតយកមកថែមចឹងរថយន្តឃើញឲ្យលើដងផ្លូវគឺអត់ដាច់ទេបងប្អូនគឺឆ្វាច់ទៅឆ្វាច់មកឆ្វាច់ទៅឆ្វាច់មកស្បូរថ្នោតមែនទេថ្នោតឆ្ងាញ់ណាស់បងប្អូនខ្ញុំធ្លាប់ហូបហើយបានហូបអីគឺចូលចិត្តតែម្ដងថ្នោតមិនចាញ់ទឹកដូងអីទេបងប្អូនសាច់វាក៏ឆ្ងាញ់ទឹកវាក៏ផ្អែមអូស្អាតមែនតើកន្លែងនេះស្អាតមែនតើស្រស់ស្អាតចឹងយើងចិត្តដល់ច្រកខ្លងទ្វារវត្តក្រពើបងប្អូនដែលយើងអាចចូលទៅកាន់វត្តក្រពើបាននៅខាងមុខខ្ញុំនេះនៅឆ្វេងដៃបងប្អូនឆ្វេងដៃខ្ញុំនោះឃើញខ្លងទ្វារលឿងហ្នឹង
ចឹងខ្ញុំអត់ចូលទៅវត្តអង្គពើអីទេបងប្អូនគឺខ្ញុំនឹងថតលើដងផ្លូវនេះចូលទៅកាន់ផ្លូវ highway ឬក៏ផ្លូវវាងក្រុងបងប្អូននេះខ្លងទ្វារផ្លូវចូលទៅកាន់ភូមិកពើគេខាងក្នុងចូលបន្តិចគឺមានផ្សារបងប្អូនផ្សារភូមិក្រពើនឹងឯងចឹងខាងមុខគឺយើងចិត្តដល់ផ្លូវចូលទៅកាន់អាងកំពីងពួយហើយអាងកំពីងពួយឥឡូវគឺមានការអភិវឌ្ឍបងប្អូនបានទស្សនារួចហើយគឺបានធ្វើការដាក់ធ្វើផ្លូវបេតុងថ្មីហើយមានការរៀបចំកញ្ចក់រៀបចំកន្លែងលក់ដូរឲ្យមានរបៀបរៀបរយហើយទទួលបានភ្ញៀវទេសចរច្រើនជារៀងរាល់ល្ងាចតែម្ដងងាយឡើងគឺមនុស្សពេញតែម្ដងជាពិសេសបងប្អូនគាត់រស់នៅជិតៗហ្នឹងហើយគាត់ទៅលេងគាត់ទៅលំហែអារម្មណ៍នៅខាងអាងកំពីងពួយហ្នឹងមានបុណ្យទានឬក៏សៅរ៍អាទិត្យទេដែលមានអ្នកមកពីខាងក្រុងបាត់ដំបងឬមកពីស្រុកផ្សេងទៅកាន់អាងកំពីងពួយអាងកំពីងពួយកាលពីខ្ញុំនៅក្មេងៗគឺល្បីល្បាញណាស់បងប្អូនតែងតែមានមនុស្សជាច្រើនទៅលេងអាងកំពីងពួយនឹងកាលពី10ឆ្នាំមុនអានេះសម្បូរកន្លែងគេលក់កូនឈើកូនផ្កាកូនអីច្រើននេះបងប្អូនយើងដល់ផ្លូវចូលទៅកាន់អាងកំពីងពួយគឺបាត់ឆ្វេងនេះបងប្អូនបាត់ឆ្វេងចូលទៅកាន់អាងកំពីងពួយហើយបាត់ស្ដាំឡើយនេះផ្លូវ4ណាបាត់ស្ដាំចូលទៅកាន់ភូមិអីគេភ្លេចបាត់ហើយបងប្អូនភូមិគេមានដើមដូងដើមស្រាច្រើននោះខ្ញុំភ្លេចភូមិសំណាញ់បងប្អូនភូមិសំណាញ់ដូចខ្ញុំភ្លេចអាយ៉ាមានឆ្កែរត់លើដងផ្លូវប្រស័យប្រស័យខំគ្នាហួចដីដលមមួយខំពីរចឹងយើងមកគៀកជាមួយនឹងផ្សារភ្នំសំពៅឬក៏ភ្នំសំពៅហើយបងប្អូនចាប់ដើមឃើញមានផ្ទះប្រជាពលរដ្ឋជាច្រើនផ្ទះនីមួយសិស្សតែជាផ្ទះអាជីវកម្មមានការលក់ដូររស់ស៊ីរបរផ្សេងគ្នារបរខ្លះក៏ដូចគ្នាដែរបងប្អូនដូចជាតូបចាប់ហួយឬក៏ជាងម៉ូតូជាងឡានអីគឺជាន់គ្នាក៏អ្នកខ្លះនៅឆ្វេងដៃខ្លះស្ដាំដៃយ៉ាងទៅអាជីវកម្មចឹងចាប់ដើមអស់ពលឺព្រះអាទិត្យទៅហើយបងប្អូនអើយម៉ោង5ហើយអស់ពលឺព្រះអាទិត្យចឹងគេថាលើដងផ្លូវនេះគឺឡានចរាចរណ៍អត់ដាច់ទេដូចខ្ញុំនិយាយអញ្ចឹងគឺច្រើនបដាក់បន្តកតុយគ្នាតែម្ដងលើដងផ្លូវឡានទូចឡានធំម៉ូតូជួយឆ្វាយទៅវិញទៅមកចឹងឧស្សាហ៍ពេលរសៀលគឺពេលវិជាបរដ្ឋយើងក៏ចេញចូលអ្នកខ្លះក៏ត្រឡប់ទៅផ្ទះវិញចឹងទៅខ្លះឡើងទៅកាន់ក្រុងបាត់ដំបងវិញទៅមើលនេះបងប្អូននេះឡានមកពីចម្ងាយឡាននេះពើអេមពើផ្កាឈុកឡាន Mazda ប្រភេទអគ្គិសនីវិញហ្នឹងUK មួយឡានអគ្គិសនីនៅបាត់ដំបងអត់សល់សបោទេបងប្អូនហើយជានៅពេញហើយជាសបោចឹងកន្លែងនេះគឺផ្លូវចូលទៅកាន់វត្តត្រង់មន់ត្រង់ទីឯនេះបងប្អូននេះវត្តនេះកន្លែងផ្លង់ទ្វារនេះវត្តហ្នឹងគឺកសាងឡើងពេលវាកសាងលើភ្នំបងប្អូនស្រស់ស្អាតណាស់ជាពិសេសខែវស្សាបានតោះដ្រូនមើលពីលើគឺស្អាតមែនទែនចឹងតាមនេះស្ដាំដៃខ្ញុំសិតតែមានផ្លូវចូលទៅកាន់ភូមិសំណាញ់ឯនេះលោកគ្រូក្រហមចេះបងប្អូនចូលទៅកាន់ភូមិសំណាញ់បានចឹងកន្លែងនេះគឺផ្លូវថ្មីបលាយថ្មីដែលទៅមកកាយឆ្នាំមុនទេបងប្អូនឥឡូវនេះគឺដើមឈើដុះចិត្តអស់ជីខាងហ្នឹងទៅធ្លាក់ទៅកាន់អាងពោបងប្អូនធ្លាក់ទៅកាន់អាងពោឬក៏ឡើងទៅកាន់ highway នេះស្ដាប់ផ្លូវចូលទៅកាន់ភូមិសំណាញ់ហើយបងប្អូននៅស្ដាំដៃខ្ញុំ
ចឹងកន្លែងនេះគឺមានសាលារៀនសាលាអង់គ្លេសបងប្អូននឹងឆ្វេងដៃចឹងមានម៉ូតូចតដឹងច្រើនទៅចឹងលើដងផ្លូវគឺមានតែឡាននិងរថយន្តហើយឡាននិងរថយន្តឡាននិងម៉ូតូបងប្អូនច្រើនមែនទែនចឹងបានន័យថាផ្លូវនេះគឺសំខាន់ដែរផ្លូវមួយខ្សែនេះគឺសំខាន់គឺផ្លូវសំខាន់ហើយក៏ផ្លូវល្អដែរបងប្អូនអត់មានខូចខាតអីទេផ្លូវនេះគឺធ្វើដំណើរស្រួលអត់មានការខូចខាតអីជាដុំធំកំពួនអីកប់សង្កល់ទេអូមើលផ្ទះធំធំមកបងប្អូនណាចេះនេះភ្នំសំពៅបងប្អូនភ្នំសំពៅក្រោយនោះភ្នំសំពៅបងប្អូនចឹងជិះយូរដែរត្រង់ដល់ភ្នំសំពៅខ្ញុំជិះ10នាទីហើយ10នាទីចឹងភ្នំសំពៅពេលល្ងាចចេះគឺមានមនុស្សម្នាភ្ញៀវទេសចរជាតិអន្តរជាតិគឺមកលេងច្រើនជារាល់ថ្ងៃហ្នឹងបងប្អូនគឺមនុស្សមកដែលដាច់ទេល្ងាចឡើងនោះគឺមនុស្សអ៊ូអរមែនទេមានលក់ចំណីអាហារទូទៅចឹងទៅឲ្យយើងអង្គុយហូបចឹងទៅមើលភ្ញៀវចេញពីរោងភ្នំសំពៅតែម្ដងចឹងយើងដល់ម្ដុំភ្នំសំពៅនេះគឺមានផ្សារភ្នំសំពៅហើយមានអគារធនាគារបងប្អូនគេអគារខ្ពស់ធំស្អាតអគារធនាគារទេដូចនេះអគារ AC បងប្អូនគេ AC Lida សាខាភ្នំសំពៅចឹងអស់ពលឺថ្ងៃហើយបងប្អូនអើយអស់ពលឺព្រះអាទិត្យថតទៅមិនសស្អាតទេរៀងងងឹតបន្តិចនេះកន្លែងនេះមានផ្សារគេលក់ចំណីអាហារដែរបងប្អូនច្រើនស្មោះនេះគេលក់អាហារសម្រាប់ខាងក្រៅនោះមានរោងរៀងចំណាំនឹងតែរោងស្អីទេបងប្អូនដូចរោងម៉ាស៊ីនតិចអីតិចអាគារពើអីគេចេះធនាគារហត្ថាហ្នឹងបងប្អូនអានឹងពើអីទេអាគារធំសិតតែរបស់ធនាគារឬក៏មីក្រូបងប្អូនយើងមកដល់ផ្សារភ្នំសំពៅហើយបងប្អូនផ្សារគេហើយតាមនេះស្ដីចឹងផ្សារភ្នំសំពៅចឹងពីមុខផ្លូវចូលកន្លែងមើលសត្វពជាវហ្នឹងគឺមានការលក់ដូរដូចជាផ្សាររាត្រីដែរហ្នឹងបងប្អូនហើយឡើងឃើញជាស្ដែងហើយគឺមនុស្សម្នាច្រើនហើយខ្លងទ្វារកន្លែងភ្នំសំពៅនេះគេវាយចោលបាទបងប្អូនដោយសារតែវាអត់សុផលភាពនេះកន្លែងចូលទៅមើលពជាវឥឡូវគេវាយចេញបាទហើយនេះពីមុខបងប្អូនមានការលក់ដូរចំណីអាហារគេលក់នៅរបបរាប់របងវត្តឥឡូវឡានច្រើនណាស់បងប្អូនអើយឡានច្រើនណាស់នៅពីមុខនោះគ្រប់ស្រីគ្រប់ម៉ាកគាត់ឈប់ទិញចំណីអាហារបងប្អូនចឹងកន្លែងនេះគឺស្ទះបងប្អូនស្ទះឥឡូវឡានចាប់ដើមសញ្ញោមកទៀតនេះឡានសញ្ញោចូលមកទៀតហើយបន្តកតុយគ្នាបងប្អូនណាភាសាកន្លែងនេះសាលារៀនផងវត្តផងផ្សារផងហើយតំបន់ទេសចរផងថ្ងៃធ្វើឲ្យមនុស្សកុញនៅទីនេះបងប្អូននេះសំណង់ពីបុរាណមកបងប្អូននេះសាលារៀននេះបងប្អូនការពោអនុវេទលៈក្របបែកសិស្សសាលាគឺមួយគឺភ័យអស់ហើយបងប្អូនអើយរត់ចេញពីសាលាតាមវីដេអូមើលឃើញពួកអានឹងឈួតមែនតលៈក្របបែកណាแล้วមិនចេះចិត្តចេញពីព្រំដែនអូនិយាយហ្នឹងរវាងយើងនិងប្រទេសហ្នឹងគឺយើងលេងនិយាយគ្នាត្រូវហើយចាប់ពីពេលនេះទៅគ្មានអីអាចផ្សារបានវិញទេបងប្អូនជារស់ស៊ីជាមួយគ្នាមិនតែมันអាចកែប្រែចិត្តអជាសាសទាំងពីរនឹងឲ្យត្រូវគ្នាវិញបានទេចឹងមកដល់ខាងនេះផ្ទះប្រជាប្រដ្ឋយើងវាច្រើនមាននឹងស្ដាំដៃនឹងឆ្វេងដៃបងប្អូននឹងឆ្វេងដៃរៀងក្រសិតតែស្រែទាំងអស់តដល់ខាងមុខគឺផ្ទះមានទាំងសងខាងផ្ទះនេះរចនាបថបែបខាងអឺរ៉ុបហ្នឹងណាបែបមូលធ្លុញអត់មានក្បាច់ក្បូរជ្រុងបែបវិឡាអីទេ
mmong pram ấy ngoài bọn mong pram trong sa sala còn ở riêng cua sa sala là riêng cua có tận lọp tập tiền bình ông hai đi sa sala chia lại nông sầm pư cái lại đi lại miền cua thằng nào mình tên cua thằng nào sa sala thằng ai mà cô cái sao tại sa sala trâu chọn knol trên màu bị riêng đó cô hay dương khơi ấy cho ra cho lỡ đòn plei cứ một miền nhập mình tên chân cứ sa sala cứ trâu tầm miền cam prong bây giờ cua hay chỉ biết sáng cứ nè ba bo cua tại bắt thôi là bươn về đó làm bọn đại nhiên sala chừng lại nên miền hà than mà lúc bầu trong ca muối ngoài con đồng tam tay ở đơn cho tư không không cho đâu bên nào thế cái bên đặt tha châu cho đâu phần man ảnh đó là hà than kèm đây ô tầm khay đàm thao khen cái lụa thao lại nhá chật chật phum cọp nó ngoài còn chật vật phum cọp nó ở lâu tầm khay đàm thao lại nè nó sao anh chả rom tới chi rồi đó cọp đào mày còn đàm thao cọp đào ô là ngất tơ hay mày còn con camera riêng lưới cáo lên là ngất đào mà bị camera chui mày còn chui vào lưới thì chỉ dư tê mày còn trên tam đong lơi khay miên tô chập chui và tôi tai bài ní của miên lụa đai mày còn là con ba tô chập chui khát thông chỉ là nã bỏ đông của miên đai tạm còn lại ní hay lụa suồn mày lụa suồn lụa tông nè còn lụa phải cho chơi thom chỉ có cái lụa cho lụa tông này còn để tô sầm non chứ giờ mà đòn đấy có khi nó cho nó thì tra hơn chừng lời đòn lời xoay từ xoay mau chân tam cõi đi ngoài bọn miền phơi chó luôn ngoài bọn phơi nó cho tới cứ phum cái nó mà đồng sạp nông sầm pừ rồi miền phơi chỉ tao cõi tiệt đó thì là ang po mình quạt ấy nữa lan đất preng lan đất ở chỉnh chuôn ấy văn có trà này phía trán cứ cái đất lệ đôi cầm hôn đất chuôn ấy văn và đẹp bằng tham chứ vì tao đất lệ thực hàng ra tao nằm đồn ấy cho chlong cắt trong bát bong chân tao chỉ tam lâu này tao ra tao nằm đôi tao sầm lột ấy tao chlong cắt lâu này rồi tao bay lên ấy cứ tao chlong cắt lâu đi tầng ổ chân cây tha trong bát bong dương rọc ngày ní cứ cầm pong tại áp vọt từ lâu tràn hay mày còn miền ca bằng rít rồi còn miền ca chuột chua rồi còn thưa lâu lang vinh tràn nhưng mà toàn màn châu tật thọt hỏi bụng mà bong ổn màn tu sna tế còn đặc nhom chi cát khiêm khơi miền ca thưa lâu bàn tràn chừng muốn miền lâu bể tông miền bờ rít lâu miền ấy chân từ ấy chim xe ca bằng rít lâu mày còn miền ca bờ rít lâu tràn sai ai ca bằng rít lâu nó cứ đang hay mày còn ca bờ rít lâu cứ tay chập pa từ lời rong từ lời tia bỏ phải chi bọt dương để cọt bàn xoong bồng piên lời đầy bỏ rọt cái trái cứ rong tê mày còn men tia mình men chia sầm nong ốp hết rừng thông mình ai rơ rụt bàn tê cái trái cứ ca sang xoong sầm nong thông ấy cứ trâu chlong cắt nhà thô chân hai cái trái cứ rong để cọt xoong mau sầm rạp bờ hang rồi còn lại có đạ vài van để tê chân là rong từng on nâng hay để trâu bàn rơ rụt tranh vĩnh là nhà thô vô đây đầm bay bằng rít phơi ở thông chân muôn đầm bay bằng có hiệp nghi xua bằng cả bà bo bằng chia nơi cô nặng ra cho con đan ở đây đầm miền phơi thống hay bằng chia là cả cọ stia gì bị xé mày còn để xa tệ trong bát đầm bòn dương đi cứ là nghĩ lại mình bạch lại thế mày còn từ stia mình nói thế mày còn người ta bát đầm bóng stia của phần đằng hai cho tập làm tại ti trong nông pính stia lăng trên đằng tiệm mày còn anh đang để xa tại dương riệp cho mình toàn bàn o riệp rồi rồi có phơi dương là tu phơi dương là tịch chứ má
ទាំងហើយធ្វើឲ្យល្ងាចឡើងនៅពេលដែលប្រជាពលរដ្ឋចេញសម្រុបស្មើគ្នាគឺធ្វើឲ្យស្ទះហើយបងប្អូនជាពិសេសកំឡុងម៉ោង4ទៅម៉ោង5នេះគឺប្រជាពលរដ្ឋយើងគឺចេញមកចេញពីធ្វើការចេញពីរៀនអញ្ចឹងទៅធ្វើឲ្យស្ទះមែនទែនជាពិសេសនឹងផ្លូវរបស់ស្ទឹងផ្លូវលេខ1ហ្នឹងគឺស្ទះខ្លាំងជាងគេតែម្ដងហើយក្រោយមកគឺមានការជួសជុលហើយក៏មានការធ្វើឡើងវិញនៅផ្លូវលេខ2ឬក៏ផ្លូវលេខ3ហ្នឹងវានឹងបង្កើតទៅជាមានផ្លូវច្រើនជាងប្រជាពលរដ្ឋយើងក៏ធ្វើដំណើរបានច្រើនផ្លូវលេងសរុបមកលើផ្លូវលេខ1ហើយលេងសរុបមកផ្លូវលេខ1គឺលេងស្ទះហើយបងប្អូនពេលចឹងយើងធ្វើដំណើរជិតដល់វត្តចែងក្តារហើយបងប្អូនចឹងលើដងផ្លូវគឺចរាចរណ៍នៅតែមមាញឹកដដែលទេ20នាទីទៅហើយបងប្អូនខ្ញុំថត20នាទីហើយអត់ដល់ខ្ញុំមិនដឹងថាខ្ញុំថតដល់ highway ឬអត់ទេបងប្អូនខ្ញុំថតតែ30នាទីទេអញ្ចឹងពុកម៉ែបងប្អូនផ្លូវនេះដឹងហើយថាផ្លូវនេះគឺបុកទៅលើផ្លូវលេខ5ឬក៏ផ្លូវ highway ផ្លូវវាងក្រុងនឹងឯងបងប្អូនអញ្ចឹងបើសិនជាយើងទៅត្រង់រហូតជិះត្រង់រហូតនឹងចូលដល់ខាងសង្កាត់វត្តគោវត្តអីហ្នឹងឮថាដូចជាពីសង្កាត់វត្តគោមកកាន់ផ្លូវ highway ដូចជាពង្រីកបងប្អូនដូចជាពង្រីកផ្លូវដែរដោយមានការរើរុះសំណង់អីដូចជាច្រើនហើយដូចរួចរាល់អស់ហើយនៅរងចាំតែថ្ងៃដាក់គ្រឿងចាក់មកពង្រីកផ្លូវទេចឹងចរាចរណ៍កាន់តែច្រើនទៅកាន់តែរសៀលគឺកាន់តែមានឡានមានម៉ូតូច្រើនទៅអ្នកខ្លះក៏ទៅលេងភ្នំសំពៅអ្នកខ្លះក៏ទៅលេងអាងកំពីងពួយតាមដងផ្លូវនេះអាងកំពីងពួយយើងអាចទៅបានច្រើនផ្លូវដែរយើងអាចចេញពីខាងអូតាគីកាត់អន្លង់រុនកាត់ឃុំឡុងរុនទៅក៏បានដែរហើយផ្លូវមួយទៀតផ្លូវគោក្រហមយើងអាចជិះតាមជ្រៃបងប្អូនតាមបឹងមច្ឆិតបណ្ដោយផ្លូវនឹងពិបាកតើនឹងបានបាទជិះម៉ូតូលេងអីទេបងប្អូនរថយន្តទៀបឬក៏ឡានទៀបអីហ្នឹងបងប្អូនគឺទៅអត់បានទេបាទឡានខ្ពស់សារផ្លូវវាពិបាកតែផ្លូវនោះចិត្តបងប្អូនជិះតាមបឹងមច្ឆិតហ្នឹងគឺចិត្តមែនទេតែយើងចិត្តដល់ខាងគេហៅថាខាងផ្លេចបាត់ហើយវត្តអីគេបងប្អូនវត្តអីគេចេះផ្លេចបាត់ខ្ញុំផ្លេចឈ្មោះវត្តមែនតាមិនអញ្ចឹងទៅនិយាយរួចហៅវត្តចែងក្តារបងប្អូនវត្តចែងក្តារខាងមុខខ្ញុំវត្តចែងក្តារចឹងតាមនេះរឿងស្បាយផ្ទះប្រជាពលរដ្ឋបន្តិចឃើញលើឃើញតែមានផ្ទះតែស្ដាំដៃទេនៅឆ្វេងដៃគឺវាស្រែបងប្អូនពេលចាំមានផ្ទះតែស្ដាំដៃខ្ញុំនេះអូម្ដងនេះនៅឆ្វេងដៃខ្ញុំមានផ្ទះប្រជាពលរដ្ឋយ៉ាងហ្នឹងនេះទីនេះទំធ្វើបងប្អូនធ្វើអត់តាន់ហើយផងនេះប្រភេទផ្ទះថ្មអូល្ងឹតមែនតើដោយសារតែអស់ពន្លឺព្រះអាទិត្យអញ្ចឹងនៅពេលដែលអស់ពន្លឺព្រះអាទិត្យកាមេរ៉ានេះគឺវាអត់សូវថតបានស្អាតអីទេវារៀងសកមលក្ខណៈដូចបាត់ detail សកមសតុំទៅតាមអត់ពន្លឺយ៉ាងទៅនៅលើដងផ្លូវនេះត្រង់ចំណុចមុននឹងចូលទៅដល់ផ្លូវវាងក្រុងឬផ្លូវ highway ហ្នឹងគឺមានការដាក់កង់ត្រូលត្រួតពិនិត្យខាងសមត្ថកិច្ចហ្នឹងបងប្អូនគឺតែងតែត្រួតពិនិត្យទៅលើឡានដឹកទំនិញពីច្រើនអនុវត្តច្បាប់ចរាចរណ៍ឡានដឹកលើសទម្ងន់អីចឹងទៅណាចឹងមានការត្រួតពិនិត្យមើលវាបានសំពេញសំពងអីដឹកវិជាប់មិនបានត្រឹមត្រូវអីហ្នឹងគឺត្រូវបានខត់ជាទូទៅនៅកន្លែងហ្នឹងដោយសារតែផ្លូវនេះគឺមានការដឹកទំនិញចេញចូលបងប្អូនជាពិសេសហ្នឹងគឺដឹកបន្លែបកាមកពីខាងប៉ៃឡែនមកពីខាងសំឡូតយកមកលក់នៅលើទីផ្សារនៃក្រុងបាត់ដំបងចាន់បន្លែបងប្អូនតំណាំបន្លែលក់នៅក្នុងផ្សារពូពុយហ្នឹងចឹងក៏ដឹកមកសំពេញសំពងអញ្ចឹងគឺត្រូវបានណែនាំឬក៏ហាក់បណៃហាមឃាត់អញ្ចឹងទៅជានេះខ្លងទ្វារវត្តចែងក្តារបងប្អូនវត្តចែងក្តារជិះចូលទៅប្រហែលជាកន្លះគីឡូដល់ហើយ
chạy cái đà như vậy còn chạy cái đà lòng kia vật chạy cái đà đồng nước miền phum bị chia bọt vào nấu trà chân khai prang đăng hay mà còn việc sai tam này cứ bài hài nhá đồng việc sai khi ta phải trèn đấy làm chuyện này đặc ó đi mày còn đặc ó với đam đau mày thế chân tam nên miền lộ cái đào mày còn nè đào cái lỗ nè cái đào miền lộ thằng song khang thôi mà đâu cái đào ăn đấy ra cho ra mình tên cái xe cái đào mày còn đặt chặt mũi nó crom nó sẽ lộ cái đào à sai vùng hồi râm nó sẽ đào à làm thông mình tên này của nó chừng làm một tô trà năm mày cũng nói làm một tô trà mình tên thôi đi chừng chi dư tế mày cũng cái đó cái lánh khác là lúa cái lánh khác là nấu trà tới tầm nó cho mày cái đào lúa sải kia mà cái xe cái đào mày còn cái đào hòm mày bày lẹ thế đã lẹ đấy nghe còn là mày ở thành cái hòm thôi lẹ thấy bày khăn kìa nhưng cái này nhập xong cho cái này tích ngoài của nè đi này còn lại đi nhập đang cái hai vị tên nè đội miền tiền thì mùi để cho nó bọn được đội nó không vọt chứ này còn đi này còn tôi sẽ là cho tiền tích xây tích thì ai tranh vào một cái bình bản tam flow đi đấy cho ngon và lưu bè tết hai mày phố này thì lừng nghịch rồi dùng khê nhỏ flow cái lại nữa mình đang cái tên nào thì như flow bê tông muối á rồi dùng chi khô bạch này trong nhâm xô mà bắt video tí sân mày phố nhầm mà plak đồ mò mịch mũi sân mò ba là lỡ to tiếp cũng mà bọn nhầm mò khăn một tí trái kiểu cho mùi nâng flow hay vậy hay chứ này cái tôi tới cái này ní cứ miền mà tại cái cật trụ cận đó tại small ní cứ hôm mong cá nghi hay mày của con đã từ lọp tập tiền mình ở ấy chân được hàng một nữa cứ play hay vậy hay mày còn hay dừng ai thường nào tập tròn cho tập ăn trong bát bóng bàn tại nhưng mà từ cho tập tròn ấy tê mày còn cứ nhom đừng phải cho bị ôi trầm chừng nói play một bài chịu buồn hay vậy hàng một đi ai trên cái này đi cái này chật lời bấm bài nó cứ miền cá chu chai sẽ là thêm này mà còn chỉ miền ba xây thế này đồng làm đại giống ngoài rồi như là hàng một này lại nơi ngoài của chu chai play ó hay nè để muốn sọc nằm đâu chu chai play chu chai lần nào sẽ là thêm này mà còn nó hàng một nút cái chạm đây thì mày của này và kháng đấy cái thơ cả sẵn cái thơ cả sẵn mình chuyện đại cái thơ cả sẵn cái làm đại ní cứ chặt rồi cái thơ đôi cả lại chiên lan chiên ấy này ngay vậy con này đi này con này chân cái lại ní lạ đi vậy con từ trắng chỗ bắt bong bật đàm nứng từ phồng pin bật chơi từ mò câu hay tự đào yang chi mò bị bay lên đi vậy con và lan cái lại chiên lan chuyện lực muốn lấy sẽ bay cái này chặt đây nè lại làm này làm lần đặc sản đấy các cái ba chân này lộ chân này hai chân tới lấy nít tầm ba này của này
Trắng ấy tầm bạc đi sâu vào mịch nhí ăn ông lì em đấy chồng chỉ mà tao tròn nó cứ cho tôi cần còn bật tầm bòn mà đừng miếng cháo nè tụi mong tí nước xa bằng răng xa ấy nữa các bạn trong video này nhưng mà bị cho trong đi cho ngoài bọn này ở con trai mình tên sạp cả tam đàn tu sna bỏ bục máy bong bồn tăng bị đam tại cho bởi trong video này trong đi dây cái này nam mình trầm trơ cái sông tu sông mà chia sẻ phóng bục máy bong bồn complete chui comment chui ở mấy đại càng cao video bật cho mình một phóng ở con trai bục máy bong bồn chùm riệp chụp trong video xây tiện ở về cao